ម្ដងទៀតមកកាន់ PUC Podcast ក្នុងគោលបំណងចែករំលែកនៅបទពិសោធន៍ក៏ដូចជាតិចនិចពិសេសក្នុងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនាងខ្ញុំឈ្មោះអុកសុគន្ធដាលីជាអ្នកសម្របសម្រួលនៅក្នុង Podcast នៅថ្ងៃនេះផងដែរយើងមានប្រវត្តិមានដ៏ពិសេសរបស់សមណនិស្សិតមួយអង្គដែលលោកទៅតែទទួលបានឱកាសអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសចង់ដឹងថាតើព្រះអង្គមានគន្លឹះក៏ដូចជាតិចនិចយ៉ាងណាដើម្បីចែកជូនទៅកាន់ទស្សនិកជនក៏ដូចជាមិត្តនិស្សិតដែលកំពុងតែទស្សនា podcast នេះអញ្ចឹងទៅជួបជាមួយនឹងព្រះអង្គទាំងអស់គ្នាកណាសូមថ្វាយបង្គំព្រះអង្គអញ្ចឹងមុនឈានទៅដល់ podcast នៅថ្ងៃនេះកណាសូមនិមន្តព្រះអង្គណែនាំព្រះនាមក៏ដូចជាជំនាញដែលព្រះអង្គកំពុងតែសិក្សានិងឈ្មោះអាហារូបករណ៍ដែលព្រះអង្គទៅតែទទួលបាននៅថ្មីនេះផងដែរព្រះអង្គច្រើនពរញោមអរគុណច្រើនថ្មភាពព្រះនាមច័ន្ទហងហើយបច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជំនាញផ្នែកទំនាក់ទំនងអន្តរជាតិហើយសប្តាហ៍ថ្ងៃនេះថ្មភាពជានិស្សិតឆ្នាំទី3ហើយក៏ជានិស្សិតដែលត្រូវបានតំណាងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទៅធ្វើការផ្លាស់ប្ដូរនៅសាកលវិទ្យាល័យ Hiroshima University of Economics នៅប្រទេសជប៉ុនផងដែរកណាទៀនអញ្ចឹងខ្ញុំកណាក៏ដូចជាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទាំងមូលសូមចូលរួមអបអរសាទរចំពោះជោគជ័យដ៏មហិមារបស់ព្រះអង្គមួយនេះផងដែរអញ្ចឹងកណាយល់ឃើញថាប្រហែលជាព្រះអង្គទទួលបាននៅផលវិបាកមួយចំនួនទម្រាំតែទទួលបានឱកាសអាហារូបករណ៍នេះណាតើព្រះអង្គអាចចែកជូននៅផលវិបាកក៏ដូចជាការព្យាយាមទាំងអំបាម៉ានទម្រាំដែលព្រះអង្គទទួលបានឱកាសអាហារូបករណ៍នេះទៅកាន់ទស្សនិកជនក៏ដូចជាមិត្តនិស្សិតដែលកំពុងត្រៀមខ្លួនក្នុងការដាក់ពាក្យអាហារូបករណ៍នេះដែរព្រះអង្គជាទូទៅការដាក់អាហារូបករណ៍មួយគឺយើងជៀសមិនផុតទេដែលជួបផលវិបាកប៉ុន្តែសំណួរសួរថាតើយើងដោះស្រាយផលវិបាកនឹងយ៉ាងដូចម្ដេចសម្រាប់ថ្មភាពការដាក់អាហារូបករណ៍ផលវិបាកមានតិចដោយសារថ្មមានការត្រៀមខ្លួនរួចជាស្រេចបានន័យថាជាទូទៅសិស្សគាត់មានជួបបញ្ហាជាច្រើនដូចជាទាក់ទងទៅនឹងការដក transcript ការធ្វើសរសេរ update CV សរសេរ self introductory personal plan ហើយបញ្ហាធំបំផុតគឺស្នើសុំ recommendation នឹងមកប៉ុន្តែសម្រាប់ថ្មគឺអត់សូវជាបញ្ហានៅរឿងទៅនឹងឯងដោយសារថ្មគឺជាមនុស្សម្នាក់ដែលតែងទៅតាមដាន page របស់សាលា Telegram ឬក៏ Student Affairs អញ្ចឹងទៅដើម្បី update នៅព័ត៌មានទាក់ទងទៅនឹងអាហារូបករណ៍អញ្ចឹងនៅពេលដែលថ្មដឹងថាអាហារូបករណ៍នឹងចេញនៅថ្ងៃណាថ្មនឹងចាប់ផ្ដើមសរសេរឯកសារ update ដូច CV self introductory ហើយនិង personal plan អញ្ចឹងថ្ម well prepare ទាំងអស់ហើយ transcript យើងដឹងហើយថា policy របស់សាលាគឺចំណាយពេលមួយអាទិត្យអញ្ចឹងនៅពេលដែលអាហារូបករណ៍គេចេញគេទុកពេលយ៉ាងច្រើនកន្លះខែអញ្ចឹងយើងមានពេលសម្រាប់ធ្វើ transcript ហ្នឹងអញ្ចឹងជៀសវាងយើងផុត deadline យើងធ្វើឲ្យហើយតាក់ទងទៅនឹងស្នើសុំ recommendation ក៏ដូចគ្នាដែរគឺយើងស្នើសុំ 2-3 គ្រូអញ្ចឹងទៅនៅពេលដែលគ្រូមួយគាត់រវល់អញ្ចឹងទៅយើងមានគ្រូមួយទៀតអញ្ចឹងអារឿងទាំងអស់នេះមិនមែនជាបញ្ហាសម្រាប់ថ្មទេអញ្ចឹងសូមឲ្យនិស្សិតទាំងអស់នៅពេលដែលគាត់ចង់ដាក់អាហារូបករណ៍អីព្យាយាមតាមដានហើយថ្មសូម suggest មានដូចជា page PUC របស់សាលាហើយ page Student Affairs ហើយនិង Telegram អញ្ចឹងយើងតាមដានទាំងអស់ហ្នឹងទៅដើម្បីបាន update ព័ត៌មានទាក់ទងនឹង scholarship អញ្ចឹងនៅពេលដែលយើងដឹងមុនអញ្ចឹងយើង be ready and well prepareកណាទៀនការកណាដាក់ពាក្យអាហារូបករណ៍ហ្នឹងក៏មិនខុសពីព្រះអង្គបានដែរបញ្ហាតែងតែមានប៉ុន្តែយើងអាចដោះស្រាយបាននៅពេលដែលយើងមានហៅថា well prepare ហើយនិង be ready អញ្ចឹងដូចគ្នាអញ្ចឹងប្រសិនបើទស្សនិកជនក៏ដូចជាមិត្តនិស្សិតដែលគាត់កំពុងតែមានបំណងថ្នាក់ដាក់ពាក្យអាហារូបករណ៍ហ្នឹងតើគាត់គួរតែត្រៀមខ្លួនក៏ដូចជារៀបចំអ្វីខ្លះដែរទៅព្រះអង្គសម្រាប់បងប្អូនក្តីសិស្សច្បងក្តីដែលគាត់មានបំណងក្នុងការដាក់អាហារូបករណ៍ជាពិសេស exchange program អញ្ចឹងដើម្បីឲ្យយើងខ្លាយជាបេក្ខភាពមួយដែលលេចធ្លោដែលគណៈកម្មការឃើញហើយគេចង់យកយើងតំណាងសាកលវិទ្យាល័យអាត្មាមាន tip ខ្លះសម្រាប់ពួកគាត់ទី1ទាក់ទងទៅនឹង GPA អញ្ចឹង GPA សំខាន់មែនទេអញ្ចឹងបើគាត់តាំងចិត្តមុតមមថាគាត់ចង់ដាក់អាហារូបករណ៍អញ្ចឹងគាត់គួរតែខំរៀនដើម្បីយក GPA ពីព្រោះនៅពេលដែលយើងដាក់ប្រកួតអាហារូបករណ៍ទី1គឺ GPA ហ្នឹងគេនឹងមើលហើយដើម្បីប្រកួតប្រជែងជាមួយគេទៀត GPA របស់យើងតើតើមានផាកផែលហើយនឹងលើសគេអញ្ចឹងដើម្បីឲ្យយើងជាបេក្ខភាពមួយដែលមានសក្តានុពលហើយទី2តកតងទៅនឹង community work ការជួយសង្គមនៅពេលដែលយើងដាក់អាហារូបករណ៍គណៈកម្មការគេនឹងមើលថាតើយើងនឹងមានជួយសង្គមអីខ្លះអត់ពីព្រោះបើសិនជាយើងមានតែ GPA ខ្ពស់
ប៉ុន្តែការងារសង្គមរបស់យើងអត់មានចូលរួមអីសោះគេក៏ពិបាកក្នុងការយកយើងដែរអាត្មាឧទាហរណ៍មានបេក្ខភាព2នាក់អញ្ចឹងបេក្ខភាពទី1គាត់រៀនពូកែ GPA របស់គាត់ច្រើនប៉ុន្តែតាក់ទងនឹងកិច្ចការសង្គមគឺគាត់អត់បានជួយអីទេគាត់ខំតែបរៀនហើយទី2បេក្ខភាពទី2ហ្នឹងគាត់ GPA អត់សូវមានទេអត់សូវខ្ពស់ទេហើយការរៀនរបស់គាត់ក៏អត់សូវប្រកែប៉ុន្តែគាត់បានខាងការងារសង្គមអញ្ចឹងគណៈកម្មការនៅពេលហ្នឹងគេនឹងពិចារណាឲ្យថាគេនឹងយកមួយណាអាត្មាប្រកាសថាគណៈកម្មការគេនឹងយកអ្នកដែលមិនសូវមាន GPA ខ្ពស់ហើយបានចូលរួមជួយសង្គមច្រើនពីព្រោះអ្នកដែលគាត់មាន GPA ទាបប៉ុន្តែកិច្ចការសង្គមរបស់គាត់ច្រើនគាត់មាន skill ជាច្រើនដែលអ្នកដែល GPA ខ្ពស់មិនបានសូវជួយសង្គមតាក់ទងទៅនឹងការទំនាក់ទំនងការធ្វើការជាក្រុមហើយជាពិសេសបេះដូងក្នុងការជួយសង្គមនឹងតែម្ដងពីព្រោះនៅពេលដែលយើងទៅរៀនអាហារក្រៅប្រទេសសាលាដែលគេផ្ដល់អាហារូបករណ៍ឲ្យយើងគេនឹងមើលឲ្យទី1គេរំពឹងថាពេលដែលយើងរៀនចប់ពីសាលាគេមកគេយើងនឹងយកចំណេះដឹងហ្នឹងមកអភិវឌ្ឍខ្លួនឯងហើយនឹងជួយសង្គមជាតិអញ្ចឹងនៅពេលដែលគេមើលថាយើងនឹងជាមនុស្សអត់ចេះជួយសង្គមផងហើយគេមិននឹងឲ្យអាហារូបករណ៍យើងអញ្ចឹងបានគេផ្ដល់អត្ថភាពអ្នកដែលជួយសង្គមនឹងតែម្ដងហើយទី3តាក់ទងទៅនឹងភាសាសំខាន់មែនទែនពីព្រោះនៅពេលដែលយើងមាន GPA ខ្ពស់យើងមាន community work ហើយយើងមានអ្វីគ្រប់យ៉ាងតាក់ទង leadership skill ក៏យើងមាន team work ក៏យើងមាន socialize skill ក៏យើងមានប៉ុន្តែដើម្បីយើងអាចប្រាប់គណៈកម្មការបានថាយើងមានរបស់ទាំងនេះតែយើងត្រូវមានអីគេភាសាអញ្ចឹងភាសាដើរតួនាទីសំខាន់សម្រាប់ deliver អ្វីដែលយើងមានទៅគណៈកម្មការអញ្ចឹងនៅពេលដែលភាសាយើងកាន់តែល្អការនិយាយរបស់យើងកាន់តែទូលំទូលាយអញ្ចឹងដើម្បីក្លាយជាបេក្ខភាពមួយរូបដែលមានសក្តានុពលហើយអាចលេចធ្លោជាងបេក្ខភាពដទៃទី1គឺយើងមានGPA ខ្ពស់ទី2 community work ហើយទី3ហើយនឹងភាសារបស់យើងកណាទៀនអញ្ចឹងសម្រាប់ចំណុចទាំង3នេះសុទ្ធសឹងតែជាចំណុចគោលមួយឬហៅថាជាចំណុចពិសេសដែលបងប្អូនក៏ដូចជាទស្សនិកជនគួរតែត្រៀមខ្លួនប្រសិនបើបងប្អូនកំពុងតែមានបំណងក្នុងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមួយវិញទៀតផងដែរព្រះអង្គតើបេក្ខជនក៏ដូចជានិស្សិតតើគាត់គួរតែលើកចំណុចខ្លាំងឬមួយក៏ចំណុចខ្សោយអ្វីខ្លះទៅបង្ហាញគណៈកម្មការដើម្បីឲ្យគាត់ក្លាយទៅជាបេក្ខជនដែលលេចធ្លោក្នុងការដាក់ពាក្យអាហារូបករណ៍មួយនឹងផងដែរសម្រាប់ថ្មផ្ទាល់ថ្មនិយាយពីថ្មផ្ទាល់តកតងទៅនឹងចំណុចដែលថ្មមើលឃើញថាគណៈកម្មការគេអាចនឹងមើលឃើញទី1គឺការខិតខំព្យាយាមរបស់ថ្មនៅពេលដែលថ្មដាក់ពួកនេះមិនមែនជាលើកទី1ដែលថ្មដាក់ទេគឺថ្មបរាជ័យ2 3លើកមកហើយប៉ុន្តែថ្មព្យាយាមនៅពេលដែលថ្មធ្លាក់អញ្ចឹងថ្មអត់ដែរបោះបង់ទេថ្មតែងតែរកវិធីសាស្ត្រធ្វើម៉េចឲ្យខ្លួនឯងកាន់តែអភិវឌ្ឍទៅមុខធ្លាក់ម្ដងថ្មព្យាយាមស្វែងរកចំណុចខ្វះខាតហើយឆាតស៊ូសិស្សច្បងឲ្យគាត់ជួយមើលថាយើងខ្វះខាតកន្លែងណាយើងអាចបំពេញបន្ថែមកន្លែងណាអញ្ចឹងទៅដើម្បីអភិវឌ្ឍនៅការដាក់លើកក្រោយទៀតអាហ្នឹងគឺទី1ដែលថ្មកំណត់សម្គាល់ឲ្យគណៈកម្មការគាត់អាចនឹងមើលឃើញកន្លែងហ្នឹងដែរហើយទី2តកតងទៅនឹងសម្ភារនៅពេលដែលយើងដាក់ submit ឯកសាររបស់យើងហើយយើងជាប់ short list អញ្ចឹងយើងទៅសម្ភារfirst impression នឹងសំខាន់មែនទែនយើងនៅពេលដែលយើងចូលទៅដល់មុននឹងយើងចូលទៅអង្គុយកៅអីយើងត្រូវញញឹមដាក់គណៈកម្មការឬយើងសួរសតុគណៈកម្មការយើងទៅដើម្បីអីនៅពេលដែលយើងធ្វើ first impression នឹងបានកាន់តែល្អយើងកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងគណៈកម្មការអញ្ចឹងការឆ្លើយសំណួររបស់យើងលែងភ័យឯងជាទូទៅបញ្ហាប្រឈមនៅពេលដែលយើងឆ្លើយសំណួរយើងតែងតែមានភាពភ័យ nervous ហើយ anxiety នៅក្នុងខ្លួនឯងប៉ុន្តែនៅពេលដែលយើង make first impression នឹងបានល្អយើងលែងមានរបស់ទាំងហ្នឹងហើយអញ្ចឹងនៅពេលដែលយើងមានអារម្មណ៍ថា comfortable ជាមួយនឹងគណៈកម្មការការផ្ដល់ចម្លើយ response របស់យើងក៏កាន់តែមានភាពច្បាស់លាស់ដែរអញ្ចឹងចំណុចទាំងនេះហើយដែលអាត្មាគិតថាគណៈកម្មការគេមើលឃើញហើយ select យកអាត្មាតំណាងឲ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកណាទៀនពិសេសមែនតើសម្រាប់ចំណុច2នេះកណាក៏បានរៀនសូត្រពីព្រះអង្គនៅពេលនេះផងដែរតកតងជាមួយនឹងការព្យាយាមគង់បានសម្រេចហើយមួយវិញទៀតតកតងជាមួយនឹងការ
ព្យាយាមធ្វើអ្វីទាំងដែលយើងកំពុងតែភ័យតែយើងនៅតែព្យាយាមធ្វើវាឲ្យបានសម្រេចអញ្ចឹងមួយវិញទៀតព្រះអង្គតើសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាបានចូលរួមចំណែកពង្រឹងទៅលើមិត្តនិស្សិតក៏ដូចជាបេក្ខជនដែលមានបំណងក្នុងការដាក់ពាក្យអាហារូបករណ៍នឹងទៅលើចំណុចអ្វីខ្លះដែរព្រះអង្គទើបនិស្សិតគាត់អាចបន្តការសិក្សានៅលើឆាកអន្តរជាតិក៏ដូចជាតាមរយៈ system អន្តរជាតិបានព្រោះសាកលវិទ្យាល័យបញ្ញសាស្ត្រជួយថ្មច្រើនមែនទែនហើយមិនមែនជួយតែថ្មតែជួយសិស្សច្រើនមែនទែនមកប្រទេសកម្ពុជានឹងអឺសម្រាប់ថ្មផ្ទាល់ដែលថ្មបានរៀនពីសាកលវិទ្យាល័យបញ្ញសាស្ត្រទី1តកតងទៅនឹងផ្នែកភាសាភាសាថ្មបច្ចុប្បន្នអាចប្រើប្រាស់ទូទៅបានទោះបីវាមិនខ្លាំងប៉ុន្តែយើងអាចប្រស្រ័យតកតងគ្នាបានទាំងការនិយាយទាំងការសរសេរហើយជួយថ្មបានច្រើនមែនទែនហើយលើសពីនឹងទៀតសាកលវិទ្យាល័យបញ្ញសាស្ត្រគឺយើងរៀនជាភាសាអង់គ្លេសអញ្ចឹងនៅពេលដែលយើងរៀនជាភាសាអង់គ្លេសវាស្របទៅនឹងsystem របស់បរទេសអានឹងថ្មអត់ទាន់និយាយទៅដល់ system របស់បរទេសទេទី1ដែលជួយថ្មច្រើនមែនទេគឺស្របទៅនឹងជំនាញរបស់ថ្មរៀនជំនាញទំនាក់ទំនងអន្តរជាតិអញ្ចឹងថ្មត្រូវការប្រើប្រាស់ភាសាច្រើនថ្មត្រូវការអានច្រើនត្រូវការសរសេរច្រើនត្រូវការ research ច្រើនហើយឯកសារទាំងអស់ហ្នឹងបើយើងអត់ចេះអង់គ្លេសពិបាកអញ្ចឹងនៅពេលដែលយើងចេះភាសាអង់គ្លេសស្រួលមានភាពងាយស្រួលធ្វើឲ្យការ research របស់យើងវាមានភាពទូលំទូលាយហើយការយល់ដឹងរបស់យើងវាទូលំទូលាយជាងហ្នឹងហើយជួយមួយទៀតដូចអាហារូបករណ៍ហ្នឹងអញ្ចឹងថ្មត្រូវទៅស្រុកក្រៅអញ្ចឹងភាគច្រើនយើងតែងតែព្រួយបារម្ភតាក់ទងទៅនឹងថាអូនៅពេលដែលយើងទៅរៀននៅក្រៅទៅយើងប្រកាសជាមានជួបប្រទះបញ្ហាតិចគេរៀនអត់ដូចយើងតិចគេមាន system ខុសយើងអាហ្នឹងគឺយើងអត់មានទេដោយសារសាកលវិទ្យាល័យបញ្ញសាស្ត្រគឺជាសាកលវិទ្យាល័យដែលរៀនបែប system អន្តរជាតិអញ្ចឹងនៅពេលដែលយើងចេញពីសាកលវិទ្យាល័យបញ្ញសាស្ត្រនឹងទៅយើងអាចទៅរៀននៅប្រទេសណាក៏បានដែរដោយសារ system វាស្របគ្នាវា link គ្នាឧទាហរណ៍ថ្មអញ្ចឹងថ្មរៀននៅបញ្ញសាស្ត្រអញ្ចឹងនៅពេលដែលថ្មទៅរៀននៅជប៉ុនថ្មអត់បាក់ព្រួយបារម្ភថាអូខេគេមានបរិបទខុសរៀនខុសអត់មាន concern អីទាក់ទងនឹងទេគឺដូចគ្នាទាំងអស់អានេះគឺអ្វីដែលសាកលវិទ្យាល័យបញ្ញសាស្ត្របានផ្ដល់ឲ្យថ្មបានន័យថាសាកលវិទ្យាល័យបញ្ញសាស្ត្របានឆ្ការផ្លូវសម្រាប់សិស្សបានគិតទុកមុនសម្រាប់សិស្សអញ្ចឹងសិស្សគ្រាន់តែដើរតាមទៅគឺត្រូវហើយកណាទីអញ្ចឹងសម្រាប់សាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាបានរៀបចំទុកជាមុនសម្រាប់និស្សិតក៏ដូចជាបងប្អូនដែលមានបំណងក្នុងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសកណាយល់ឃើញថាការសិក្សានៅសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាក៏ដូចជាការកំពុងតែដោះខាត់ខ្លួនឯងក្នុងការទៅរៀននៅលើឆាកអន្តរជាតិក៏ដូចជាការប្រកួតប្រជែងផ្សេងៗដូចជាការដាក់ពាក្យអាហារូបករណ៍នេះមួយផងដែរអញ្ចឹងតើព្រះអង្គមានពាក្យពេចន៍ក៏ដូចជាការសារផ្ដាំផ្ញើអ្វីខ្លះទៅកាន់ទស្សនិកជនក៏ដូចជាសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាដែលបានចូលរួមចំណែកយ៉ាងធំមែនទែនក្នុងការទទួលបាននៅឱកាសអាហារូបករណ៍មួយនេះព្រះអង្គអឺពីថ្មទៅមានតែពាក្យអរគុណសម្រាប់សាកលពីព្រោះអ្វីដែលថ្មបានពេលនេះគឺសាកលបានផ្ដល់ឲ្យសឹងទាំងអស់យើងអាចនិយាយថាអូខេគឺសមត្ថភាពរបស់យើងផ្ទាល់ប៉ុន្តែធៀបពិតយើងអត់ដឹងទេគឺខាងសាកលគេរៀបចំទុកដាក់យកចិត្តថាគេរៀប plan របៀបម៉េចដើម្បីឲ្យសិស្សដើរទៅត្រូវគេរៀប plan របៀបម៉េចដើម្បីឲ្យសិស្សរៀនទៅមានគុណភាពហើយអាចប្រកួតប្រជែងជាមួយនឹងសិស្សអន្តរជាតិបានជាពិសេសគឺលោកតាបណ្ឌិតគោផេងចម្ដងគឺលោកតាតែងតែស្រឡាញ់ក្នុងការអប់រំយុវជនខ្មែរតាមរយៈការផ្ដល់អាហារូបករណ៍តាមរយៈការ design ខ្លះដូចផ្នែក PG personal grow អញ្ចឹងលោកតា design ទៅម៉េចឲ្យយុវជនកម្ពុជាបន្ទាប់ពីចប់សាកលវិទ្យាល័យបញ្ញសាស្ត្រហើយមិនមែនត្រឹមតែមានចំណេះជំនាញទេតែប្រកបទៅដោយក្រមសីលធម៌ល្អទៀតផងហើយនឹងគឺអ្វីដែលសាកលវិទ្យាល័យបញ្ញសាស្ត្រគិតគូរទុកជាមុនសម្រាប់សិស្សហើយមួយវិញទៀតសម្រាប់សិស្សប្អូនឬសាមណសិស្សដែលគាត់មានបំណងចង់ដាក់អាហារូបករណ៍ថ្មគិតថាសាកលវិទ្យាល័យបញ្ញសាស្ត្រគឺជាជម្រើសដ៏ល្អពីព្រោះដូចថ្មនិយាយអញ្ចឹងគឺសាកលវិទ្យាល័យបញ្ញសាស្ត្រគឺបានរៀបចំអ្វីគ្រប់យ៉ាងយើងគ្រាន់តែដើរតាមទៅបានហើយបើនិយាយរឿងអាហារូបករណ៍ទៀតមានច្រើនមែនទែនមួយខែខ្លះមាន2ហើយយើងរៀបចំតែឯកសារព្យាយាមពង្រឹងសមត្ថភាពដែលថ្មនិយាយទៅតង GPA community work ហើយនឹងភាសាទៅអាហារូបករណ៍គឺនៅចាំយើងតែម្ដងសំខាន់តែយើងចង់បានអត់កណាទៀនអញ្ចឹងសម្រាប់សាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាមិនមែនត្រឹមតែពង្រឹងទៅលើជំនាញវិជ្ជាជីវៈថែមទាំងពង្រឹងទៅលើក្រមសីលធម៌ទៅកាន់
មិត្តនិស្សិតក៏ដូចជាសិស្សនៅក្នុងសាកលវិទ្យាល័យផងដែរហើយមិនតែប៉ុណ្ណោះទៀតមិនធំតែមានសាកលវិទ្យាល័យនៅឯប្រទេសជប៉ុនទេបើតាមកណាឃើញគឺមានទាំងនៅខាងសហរដ្ឋអាមេរិកក៏ដូចជានៅខាងប៉ែកអឺរ៉ុបផងដែរព្រះអង្គកណាទៀតអញ្ចឹងសម្រាប់ podcast នៅថ្ងៃនេះគឺបានឈានមកដល់ទីបញ្ចប់ខ្ញុំបកករណាក៏ដូចជានាងខ្ញុំសូមខន្តីអភ័យទោសប្រសិនបើមានចំណុចខុសឆ្គងដោយប្រការណាមួយហើយខ្ញុំបកករណានាងខ្ញុំក៏ដូចជាបដិជនសង្ឃឹមយ៉ាងមុតមមថា podcast មួយនេះក៏ជាប្រយោជន៍មួយសម្រាប់បងប្អូនមិត្តនិស្សិតដែលកំពុងតែត្រៀមខ្លួនក្នុងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនាងខ្ញុំឈ្មោះអុកសុគន្ធដាលីសូមអរគុណសូមគោរពលា